រឿងនិទានព្រះអាទិត្យនិងព្រះចន្ទ្រាពេលនៅដើមសម័យមានបងប្អូនពីរនាក់សម្បូរទាំងសម្រស់និងប្រាជ្ញាបងឈ្មោះព្រះអាទិត្យប្អូនឈ្មោះព្រះចន្ទ្រាពួកគេរស់នៅលើភ្នំខ្ពស់មួយហើយបានទទួលបេសកកម្មសំខាន់ពីទេវតាត្រូវចែកពន្លឺឲ្យពិភពលោកដើម្បីស្រោចស្រង់សត្វទាំងអស់និងមនុស្សឲ្យរស់បានព្រះអាទិត្យជាសត្វមានកម្លាំងក្លាហានតែងឡើងលើមេឃប្រលប់និងបញ្ជូនពន្លឺក្តៅដល់ផែនដីព្រះចន្ទ្រាវិញសព្វថ្ងៃពេលថ្ងៃពេញហើយនឹងយប់ដើមនាងឡើងលើមេឃដើម្បីផ្ដល់ពន្លឺទន់ភ្លន់ហើយសម្រួលអារម្មណ៍សត្វនិងមនុស្សឲ្យងាយស្រួលគេងទោះបីជាទាំងពីររស់នៅដោយមិនប្រឈមប្រជែងគ្នាទេប៉ុន្តែពេលកន្លងមកមានពេលខ្លះព្រះអាទិត្យនិងព្រះចន្ទ្រមានការយល់ច្រឡំគ្នាព្រះអាទិត្យគិតថាពន្លឺរបស់ខ្លួនមានតម្លៃជាងពន្លឺព្រះចន្ទ្រាពីព្រោះវាធ្វើឲ្យដំណាំលូតលាស់និងគ្រប់គ្រងពិភពលោកបានព្រះចន្ទ្រាវិញនិយាយថាពន្លឺរបស់ខ្ញុំផងក៏សំខាន់ដូចគ្នាព្រោះដោយគ្មានការសម្រាកពេលយប់សត្វនិងមនុស្សនឹងអស់កម្លាំងហើយធ្វើឲ្យសត្វឆ្កួតព្រៃឈើជ្រុះទេវតាបានឲ្យព្រះអាទិត្យនិងព្រះចន្ទធ្វើសកម្មភាពមួយត្រូវព្យាយាមបើកពិភពលោកដោយពន្លឺរបស់ខ្លួនតែម្នាក់ឯងព្រះអាទិត្យបានបំភ្លឺពិភពលោករយៈពេល60ថ្ងៃជាប់គ្នាដោយគ្មានព្រះចន្ទរឡើងដំណាំឈ្មួញទាំងអស់រៀងងូតស្ងួតសត្វស្លាប់ដោយក្តៅខ្លាំងក្រោយមកព្រះចន្ទទៅបានពន្លឺពិភពលោករយៈពេល60យប់ជាប់គ្នាដោយគ្មានព្រះអាទិត្យឡើងដំណាំជ្រុះមនុស្សជឿចាប់ដោយអាកាសត្រជាក់ពេកចុងក្រោយព្រះអាទិត្យនិងព្រះចន្ទ្រាបានយល់ឃើញថាពីគ្នាសំខាន់ស្មើគ្នាហើយសម្របសម្រួលពេលឡើងពន្លឺនិងលង្វែកពន្លឺឲ្យសមស្របពីថ្ងៃនោះមកព្រះអាទិត្យឡើងព្រឹកដើម្បីផ្ដល់កម្លាំងព្រះចន្ទ្រឡើងយប់ដើម្បីផ្ដល់ការសម្រាកសារៈធម៌មនុស្សគ្រប់រូបទាំងអស់មានតម្លៃនៅក្នុងមុខងាររបស់ខ្លួនកុំមើលងាយពីខិន